បាទលោកម្ចាស់ថ្ងៃនេះគោយើងមិនដឹងជាកើតអីទេលោកពេលដែលខ្ញុំយកស្មៅទៅដាក់ឲ្យវាស៊ីវាមិនព្រមស៊ីសោះមិនតែប៉ុណ្ណោះពេលដែលខ្ញុំចូលទៅដឹកវាយកទៅទឹមដើម្បីយកទៅភ្ជួរស្រែស្រាប់តែវាគ្រវីក្បាលទន្ទ្រាន់ជើងហើយថែមទាំងស្រែករលខ្លាំងនឹងចង់ដេញជល់ខ្ញុំទៀតណាលោកបើគោវាឈឺត្រូវឯងយកលាទៅជំនួសវិញចុះបើតឹមហើយត្រូវឯងធ្វើវាឲ្យនឿយធ្វើវាឲ្យលំបាកវេទនានិងកុំប្រណីវាឲ្យសោះ អ្នកភ្ជួរស្រែទទួលបង្គាប់ហើយក៏នាំយកលាតទៅតឹមជំនួសក្នុងថ្ងៃនោះឯងឯសត្វលាក៏សោយទុក្ខវេទនាជាពន់ប្រមាណដោយខ្លួនមិនធ្លាប់ធ្វើការដូច្នេះផងនិងដោយគេវាយឥតប្រណីផងសូមជូនរឿងនីពិនិត្យចេះស្ដាប់ភាសាសត្វក្នុងកាលដ៏យូរលង់ណាស់មកហើយមាននាយពាណិជ្ជម្នាក់ប្រកបដោយភោគសម្បត្តិស្ដុកស្ដម្ភបានសង់ផ្ទះជាច្រើនខ្នងនៅស្រុកស្រែហើយបានចិញ្ចឹមសត្វស្រុកជាច្រើនអនេកនាសម័យថ្ងៃមួយនាយពាណិជ្ជបាននាំប្រពន្ធនិងកូនរបស់គាត់ទៅត្រួតមើលស្រូវអង្ករនៅទីផ្ទះមួយឯនាយពាណិជ្ជនោះមានវិជ្ជាមួយដ៏សំខាន់គឺគាត់ចេះស្ដាប់ភាសាសត្វបានទាំងអស់ប៉ុន្តែស្ដាប់បានតែម្នាក់ឯងនឹងនិយាយប្រាប់អ្នកដទៃមិនបានឡើយបើជ្រុលតែគាត់និយាយទៅនឹងមានអន្តរាយដល់ជីវិតរបស់ខ្លួននៅទីក្រោលមួយគេបានដាក់សត្វលានិងគោនៅជាមួយគ្នាថ្ងៃមួយវេលាដែលនាយពាណិជ្ជកំពុងតែអង្គុយលេងប្របទៅនឹងក្រោលនោះដើម្បីមើលកូនតូចៗរបស់គាត់ដែលលេងជាមួយគ្នាស្រាប់តែឮគោនិយាយទៅកាន់លាថាមនាលបងលាជាសត្វអត់ទុកសពថ្ងៃនេះតាមខ្ញុំរំពឹងមើលទៅឃើញថាបងឯងពេញជាមានភពមហាស្រណុកណាស់ព្រោះគេឲ្យបងឯងធ្វើការតិចតួចមែនទែនមានមនុស្សថែទាំហើយដោះលាងសម្អាតជាប្រចាំនិងឲ្យស៊ីសុទ្ធតែស្រូវយ៉ាងស្អាតហើយគ្មានសំបីដីមួយគ្រាប់លីសោះនឹងឲ្យផឹកតែទឹកថ្លាយ៉ាងត្រជាក់ចិត្តការនឿយបំផុតរបស់បងឯងនោះគឺគ្រាន់តែឲ្យម្ចាស់យើងជិះបន្តិចវេលាដែលគាត់មានដំណើរទៅណាមកណាហើយបើម្ចាស់មិនត្រូវការទេបងឯងនៅសម្រានជាសុខឥតមានបារម្ភអ្វីសោះឯចំណែកមុខងាររបស់ខ្ញុំវិញឃើញប្លែកគ្នាពន់ពេកពេលវេលារបស់ខ្ញុំក៏ខុសពីបងឆ្ងាយណាស់មិនទាន់រំលងអាត្រាទៅពុនម៉ានផងគេយកខ្ញុំទៅបញ្ចូលនឹមនង្គ័លហើយបរទៅភ្ជួររាស់ដីទាំងយប់លុះព្រឹកឡើងទល់ល្ងាចទៅទៀតឥតឲ្យឈប់សម្រាកកម្លាំងបន្តិចសោះខ្ញុំហត់ស្ទើរតែដាច់ខ្យល់ទៅហើយឯអ្នកភ្ជួរស្រែដែលនៅក្រោយគូតជានិច្ចនោះមិនបងអង្គវាគូតខ្ញុំឡើយដោយខំប្រឹងទាញនង្គ័លរនាស់ខ្លាំងពេកទៅស្បែកករបស់ខ្ញុំក៏របកមកទាំងដុំដល់ពេលព្រលប់ខ្ញុំត្រឡប់ចូលក្រោលវិញគេយកចំបើងដោយទាំងដីធ្លីសម្រោចមកឲ្យខ្ញុំស៊ីខ្ញុំក៏ប្រឹងស៊ីត្រាតែឆ្អែតទៅហើយត្រូវប្រះខ្លួនដេកលើអាចមលើនោមជានិច្ចព្រោះគ្មានកន្លែងផ្សេងសម្រាប់ដេកបើដូច្នោះតើឲ្យខ្ញុំច្រណែននឹងភពសំណាងរបស់បងឯងគូឬទេវេលានោះសត្វលាមិនឆ្លើយកាត់គោឡើយនិងមិនណោយឲ្យគោនិយាយលុះអស់សេចក្តីទើបលាឆ្លើយតបទៅវិញថាមនាលកោដ៏គួរឲ្យអាណិតអើយពាក្យដែលឯងត្អូញត្អែទាំងប៉ុន្មានសុទ្ធតែពិតទាំងអស់អត់មានបំភ្លើសបំភ្លៃឡើយប៉ុន្តែបានជាដូច្នេះក៏ព្រោះឯងឈួតខ្លួនឯងនិងបន្ទោសអ្នកឯណាក៏មិនបានឡើយមកពីឯងធ្វើស្លូតពេកបណ្ដាលឲ្យគេដឹកនាំទៅតាមតម្រូវការឥតមានរឹងរូសអ្វីបន្តិចសោះការដែលឯងនឿយនិងលំបាកទាំងប៉ុន្មានតើឯងបានប្រយោជន៍អ្វីខ្លះឯងខំប្រឹងស្ទើរស្លាប់ខ្លួនដើម្បីប្រយោជន៍ដល់មនុស្សដែលគ្មានគិតដល់សេចក្តីហត់នឿយរបស់ឯងសោះប្រសិនបើឯងមានសេចក្តីក្លាហានស្មើនឹងកម្លាំងរបស់ឯងនោះគេមិនអាចធ្វើឲ្យឯងទៅជាដូច្នេះឡើយហេតុអ្វីវេលាដែលគេដឹកឯងទៅបញ្ចូលនឹមឯងមិនទំរុនកុំទៅដោយស្រួលហើយឯងមិនស្ទុះទៅគំរាមដោយស្នែងរបស់ឯងនឹងធ្វើជាខឹងទន្ទ្រាំដីទៅយើងឃើញថាឯងមានគ្រឿងបង្ការគ្រប់គ្រាន់ល្មមធ្វើឲ្យគេខ្លាចរអាបានប៉ុន្តែឯងមិនប្រើប្រដាប់នោះសោះកាលបើគេយកស្មៅស្ងួតមកឲ្យឯងស៊ីត្រូវឯងកុំស៊ីគ្រាន់តែហិតហើយដើរចេញទៅបើឯងតាមដំបូន្មានរបស់យើងនេះឯងនឹងបានស្រណុកសុខស្រួលហើយឯងនឹងអរគុណដល់យើងចាក់ជាមិនខានណាវេលានោះក៏ទទួលយកដំបូន្មានហើយអរគុណនឹងសត្វលាជាអនេកប្បការហើយបាននិយាយទៅកាន់លាថាអូគំនិតបងពិតជាល្អណាស់ចាប់ពីថ្ងៃនេះទៅខ្ញុំនឹងធ្វើតាមពាក្យប្រដៅរបស់បងឯងចាំមើលខ្ញុំធ្វើឲ្យបងមើលទៅចុះ
អានីពីនិចបានស្ដាប់សត្វទាំងពីរនិយាយចងចាំឥតភ្លេចមួយម៉ាត់ណាឡើយលុះព្រឹកឡើងអ្នកព្យួរស្រែភ្ញាក់ពីព្រលឹមចេញទៅដឹកគោយកទៅទឹមតាមធម្មតាឯគោដែលចាំដំបូន្មានលាជានិច្ចនោះក៏ធ្វើកាចក្នុងថ្ងៃនោះយ៉ាងក្រាន់បើដល់ពេលប្រលប់ដែលគេយកទៅបញ្ចូលក្រោលហើយយកខ្សែទៅចងក៏មិនឲ្យគេចងតាមទម្លាប់ប្រឹងគ្រវីស្នែងស្រែករលកញ្ជ្រោលស្ទុះថយក្រោយហើយបន្ទាបក្បាលចុះធ្វើអាការៈចង់បុកអ្នកនោះតាមពាក្យដែលសត្វលាមិនចេះទាំងអស់លុះព្រឹកស្អែកឡើងទៀតអ្នកព្យួរស្រែក៏ទៅពីព្រលឹមដើម្បីនាំយកទៅទឹមម្ដងទៀតលុះឃើញចម្បាំងដែលគេដាក់ឲ្យស៊ីពីល្ងាចនៅសល់ទាំងអស់ហើយឃើញគោដេកជើងត្រង់ស្ដោកដកដង្ហើមដង្ហក់មិនដូចប្រក់ក្រដីក៏ស្មានថាគោនោះមានជំងឺអ្នកព្យួរស្រែបានឃើញដូច្នេះហើយក៏មានចិត្តអាណិតគោណាស់ក៏ខាននាំទៅទឹមទើបនាំសេចក្តីទៅជម្រាបនីពិនិត្យថា បាទលោកម្ចាស់ថ្ងៃនេះគោយើងមិនដឹងជាកើតអីទេលោកពេលដែលខ្ញុំយកស្មៅទៅដាក់ឲ្យវាស៊ីវាមិនព្រមស៊ីសោះមិនតែប៉ុណ្ណោះពេលដែលខ្ញុំចូលទៅដឹកវាយកទៅទឹមដើម្បីយកទៅភ្ជួរស្រែស្រាប់តែវាគ្រវីក្បាលទន្ទ្រាន់ជើងហើយថែមទាំងស្រែករលខ្លាំងនឹងចង់ដេញជល់ខ្ញុំទៀតណាលោក នេះពីនិចកាលបើបានឮដូច្នោះហើយគាត់ក៏យល់ឃើញថាកូននោះបានធ្វើតាមពាក្យដែលសត្វលាបញ្ចេះពិតប្រាកដមែនដើម្បីនឹងដាក់ទណ្ឌកម្មដល់សត្វលានោះគាត់ក៏បានប្រាប់ទៅអ្នកព្យួរស្រែថា បើគោវាឈឺត្រូវឯងយកលាទៅជំនួសវិញចុះបើតាំហើយត្រូវឯងធ្វើវាឲ្យនឿយធ្វើវាឲ្យលំបាកវេទនានិងកុំប្រណីវាឲ្យសោះ អ្នកព្យួរស្រែទទួលបង្គាប់ហើយក៏នាំយកលាទៅទឹមជំនួសក្នុងថ្ងៃនោះឯងឯសត្វលាក៏សោយទុក្ខវេទនាជាពុនប្រមាណដោយខ្លួនមិនធ្លាប់ធ្វើការដូច្នេះផងនិងដោយគេវាយឥតប្រណីផងឯចំណែកគោវិញក៏បានសេចក្តីសុខស្រួលក្នុងថ្ងៃនោះដ៏មហិមាស៊ីស្មៅទាំងប៉ុន្មានដែលគេបានដាក់ឲ្យហើយដេកសម្រាកកម្លាំងតាំងពីព្រឹកទល់ព្រលប់ទើបរំពឹងគិតនៅក្នុងចិត្តថា អញធ្វើតាមពាក្យប្រដៅរបស់លាទៅឃើញថាពិតជាស្រណុកសុខស្រួលមែនទែន លុះបានឃើញលាត្រឡប់មកពីស្រែវិញក៏បាននិយាយសរសើរនិងអរគុណជាអនេកតែវេលានោះលាមិនចេញស្ដីមួយម៉ាត់សោះដោយតូចចិត្តខ្លាំងអំពីគេប្រើហើយធ្វើបាបឲ្យវេទនាពេញមួយថ្ងៃ ហើយការដែលជួបទុក្ខលំបាកនេះមកពីអញមិនបានគិតឲ្យបានល្អិតល្អន់និងមកពីទ្វេប្រហែសខ្លួនឯងបានជាអកុសលនេះធ្លាក់មកលើខ្លួនអញដូច្នេះកាលពីដើមខ្លួនអញបានសុខស្រួលសប្បាយណាស់ហើយចង់ធ្វើដូចម្ដេចក៏បានតាមតែចិត្តទាំងអស់ឥឡូវមកពីកំហុសរបស់អញបានជាអញធ្លាក់ខ្លួនដល់ថ្នាក់នេះបើនៅស្ងៀមមិនគិតរកឧបាយមកកែខ្លួនទេអញមុខជាខូចការមិនខានឡើយ សត្វលាគិតដូច្នេះហើយក៏ផ្ដួលខ្លួនដេកដូចជាស្លាប់ក្នុងកាលនោះទៅព្រោះអស់កម្លាំងស្ទើរនឹងផុតដង្ហើមដែលខំទាញនាងគាត់តាំងពីព្រលឹមទល់ព្រលប់ឯនាយពិនិចកាលបើបានដឹងថាលារងទុក្ខវេទនាខ្លាំងដូច្នេះហើយក៏នឹងចង់ដឹងរឿងលានឹងគោបន្តទៀតតើវានឹងនិយាយដូចម្ដេចខ្លះលុះបាយល្ងាចរួចនាយពិនិចនាំប្រពន្ធកូនរបស់គាត់ដើរលេងក្នុងវេលាយប់ខែភ្លឺក៏ទៅឈរចិត្តក្រោលសត្វទាំងពីរនោះស្រាប់តែលឺលាសួរទៅកាន់គោថា មនាលគោសម្លាញ់អើយឯងនឹងគិតធ្វើដូចម្ដេចទៀតដកពេលដែលគេយកស្មៅមកឲ្យអញស៊ីព្រឹកស្អែកនេះហ៎ ហាខ្ញុំនឹងធ្វើដូចបងឯងប្រដៅពីម្សិលមិញដូច្នោះទៀតដំបូងខ្ញុំត្រូវថយក្រោយឲ្យឆ្ងាយរួចខ្ញុំក្រវីស្នែងរបស់ខ្ញុំហើយខ្ញុំធ្វើពុតជាឈឺហើយស្រែករោលឲ្យលឺខ្លាំងឡើងណាបង អ្នកសម្លាញ់ការនេះឃើញជាមិនស្រួលទេណាយើងហាមឯងឲ្យហើយចូលឯងស្ដាប់យើងឲ្យបានច្បាស់ត្រូវឯងកុំធ្វើដូច្នោះទៀតបើនៅតែខំធ្វើនឹងអន្តរាយដល់ខ្លួនជាមិនខានព្រោះវេលាដែលយើងដើរចូលមកក្រោលវិញដល់ពាក់កណ្ដាលផ្លូវយើងឮម្ចាស់យើងនិយាយការសម្ងាត់មួយយើងស្ដាប់ឮហើយភ័យតក់ស្លុតរន្ធត់ជួសឯងណា អូបងលាបងឯងឮដូចម្ដេចខ្លះកុំលាក់នឹងខ្ញុំណាបងសូមបងអាណិតប្រាប់ខ្ញុំផងណាបង
យើងបានឮម្ចាស់យើងនិយាយនឹងអ្នកភ្ជួរស្រែថាបើគោវាឈឺមិនស៊ីស្មៅដូច្នេះហើយថែមទាំងក្រោតមិនរួចដូច្នោះវេលាព្រឹកស្អែកឡើងត្រូវឯងយកទៅសម្លាប់ហើយចែកចាយសាច់ដល់អ្នកកំសត់ទូរគតទៅឯស្បែកវាដែលមានប្រយោជន៍នោះត្រូវឯងប្រគល់ទៅឲ្យជាងសម្លាប់ស្បែកហើយកុំភ្លេចទៅហៅអ្នកពិឃាតមកកុំខាន ពិតមែនឬបងលាបើដូច្នោះមែនតើខ្ញុំត្រូវធ្វើយ៉ាងម៉េចល្អទៅបង វេលាព្រឹកស្អែកឡើងបើគេយកស្មៅមកឲ្យត្រូវឯងក្រោកឡើងយ៉ាងរហ័សហើយស្ទុះទៅរកស្មៅនោះធ្វើដូច្នេះម្ចាស់យើងនឹងសម្គាល់ឃើញថាឯងពិតជាសះស្បើយហើយគាត់ក៏លែងឲ្យសម្លាប់ទៅវិញយើងប្រាប់ឯងតែប៉ុណ្ណេះបើឯងធ្វើខុសពីអ្វីដែលយើងបានប្រាប់នេះនឹងមិនតាមដំបូន្មានរបស់យើងទេឯងកុំបន្ទោសថាយើងចិត្តអាក្រក់ណា ឯគោវិញលុះបានស្ដាប់លានិយាយរឿងប្រាប់សពគ្រប់ហើយក៏ស្រយុតក្នុងចិត្តហើយផិតភ័យខ្លាំងណាស់ខ្លាចអន្តរាយរកអ្វីប្រៀបមិនបានហើយបន្លឺនៅសំឡេងជាកិរិយាត្អូញត្ងរគ្រប់ប្រការតាមភាសារបស់ខ្លួនក្នុងវេលានោះឯងនេះពីនិចកាលបើបានឮសត្វទាំងពីរចរចាគ្នាទៅវិញទៅមកដូច្នេះហើយក៏អស់សំណើចតែម្នាក់ឯងក្នុងទីនោះភរិយាគាត់ដែលអង្គុយនៅជាមួយក៏កើតសេចក្តីងឿងឆ្ងល់ទើបទៅនឹងសួរទៅស្វាមីថា លោកបងនឿសុកសុកសើចលឺបែបនេះតើមានរឿងអីតើលោកបងសូមលោកបងប្រាប់ខ្ញុំឲ្យដឹងរឿងនឹងអាលបានសើចជាមួយលោកបងផង ហាហាហាគ្មានអីទេអូនគ្រាន់តែនឹកឃើញរឿងខ្លះវាអស់សំណើចតែប៉ុណ្ណោះហាហាហា មិនជឿខ្ញុំមិនជឿលោកបងមានរឿងអីត្រូវលាក់បាំងមែនទេបានជាសើចលឺបែបនេះប្តីប្រពន្ធគ្នារាប់ឆ្នាំមកហើយហេតុម្ដេចក៏សម្ដែងអាការៈមិនស្មោះត្រង់បែបនេះ ហើយនេះជាអាចកំបាំងរបស់បងទេអូនមិនអាចនិយាយឲ្យអ្នកណាស្ដាប់បានឡើយ ហេតុអីក៏និយាយមិនបានធ្វើបែបនេះរឹតតែធ្វើឲ្យខ្ញុំសង្ស័យតើបងមានចិញ្ចឹមស្រីលួចលាក់មែនទេ ផ្ដេសផ្ដាស់ណាស់ហើយមិនក៏ពោលពាក្យបែបនេះធ្វើឲ្យរឿងកាន់តែវែងឆ្ងាយដូចនេះ បើបងមិនព្រមនិយាយប្រាប់ខ្ញុំឲ្យដឹងរឿងទេខ្ញុំមិនអស់ចិត្តខ្ញុំមិនសុខចិត្តហើយបើមិនដូចឆ្នោតទេខ្ញុំនឹងស្លាប់ឲ្យលោកបងមើល ផ្ដេសផ្ដាស់ណាស់មិនក៏ចេះតែរឿងរស់បែបនេះ ខ្ញុំមិនជជែករឿងរូតទេតែលោកបងមានរឿងលាក់បាំងនឹងខ្ញុំលោកបងចាប់មើលណាបើលោកបងមិនព្រមប្រាប់ខ្ញុំឲ្យដឹងពីអាចកំបាំងនេះទេស្អែកចាំទៅយកសាកសពខ្ញុំទៅធ្វើបុណ្យទៅ ហើយហើយអូនគុំធ្វើអញ្ចឹងអីទៅហៅបងប្អូនកូនចៅឲ្យមកជុំគ្នាមកស្អែកនេះបងនឹងនិយាយរឿងអាចកំបាំងនោះប្រាប់ ភរិយានាយពីនិចបានឮបែបនេះហើយក៏សប្បាយចិត្តឡើងវិញទៅហៅបងប្អូនកូនចៅឲ្យមកជួបជុំគ្នានៅព្រឹកស្អែកដើម្បីស្ដាប់អាចកំបាំងរបស់នាយពីនិចចំណែកឯនាយពីនិចពិបាកចិត្តខ្លាំងណាស់ព្រោះថាបើគាត់ប្រាប់ប្រពន្ធឬនរណាម្នាក់ឲ្យដឹងថាគាត់ចេះស្ដាប់ភាសាសត្វនិយាយនោះគាត់នឹងត្រូវបាត់បង់ជីវិតព្រោះនេះជាដំណំរបស់គាត់ ម៉ែអាកំពូព្រើលឯងនេះគ្មានដឹងខ្យល់អីសោះមនុស្សនៅក្នុងផ្ទះគេកំពុងតែកើតទុកគ្រប់គ្នាបែរជាឯងមកគិតតែពីរឿងតាក់ញីទៅវិញ អាសុណោះកំពុងល្ងងរឿងអីដែលថាអញមិនដឹងនោះតែមកពីម្ចាស់យើងនឹងគាត់ល្ងងខ្លួនឯងគ្រាន់តែប្រពន្ធមួយគ្រប់គ្រងមិនបានផងបណ្ដោយឲ្យចង់ដឹងរឿងអាចកំបាំងរបស់ខ្លួនដែលនាំឲ្យអន្តរាយដល់ជីវិតអញមិនដូចគាត់ទេប្រពន្ធអញដល់ទៅ50អញប្រដៅរៀបដូចកតេលតែមួយក៏មិនហ៊ានធ្វើឲ្យអញទាស់ចិត្តដែរ អើបើឯងថាខ្លួនឯងគ្រាន់បើចេះប្រដៅប្រពន្ធហើយចោះបើមានរឿងដូចលោកម្ចាស់អញ្ចឹងឯងនឹងប្រដៅប្រពន្ធរបៀបម៉េចទៅហ៎ មានអីទៅពិបាកបើសិនជាអញវិញណាបើប្រពន្ធរឹងក្បាលបែបនេះអញនឹងហៅប្រពន្ធចូលទៅក្នុងបន្ទប់ចាក់សោឲ្យចិត្តយកដំបងមួយសំពងក្បាលកុំឲ្យវាចេះដឹងរឿងអញទៀតហើយបើវាមិនព្រមនៅតែជជែកទៀតអញនឹងវាយវាឲ្យទាល់តែងាប់ត្មង នាយពីនិចដែលឈរនៅចិត្តនោះបានស្ដាប់ឮមន្តគោកនិយាយដូចនេះហើយគាត់គិតក្នុងចិត្តថានេះគឺជាមធ្យោបាយដ៏ល្អគាត់ធ្វើតាមមន្តគោកនោះនិយាយទាំងអស់ អ
ណែអូនបើឯងនៅតែចង់ដឹងរឿងអាត់កំបាំងរបស់បងទៀតណាបងមិនថាអីទេតែការនេះបងនឹងប្រាប់ឯងឲ្យដឹងតែម្នាក់ឯងប៉ុណ្ណោះឥឡូវចូលមកក្នុងបន្ទប់មកបងនឹងនិយាយប្រាប់ឯង អូពិតមែនហ៎ខ្ញុំនិយាយហាថាលោកបងត្រូវតែប្រាប់អានកំបាំងនោះដល់ខ្ញុំគ្មានអ្វីត្រូវលាក់បាំងបានទេអុយលោកបងអុយឈប់វាយខ្ញុំទៅខ្ញុំរៀងហើយ ហឺតើឯងចង់ដឹងរឿងអញបន្តទៀតដែរទេហ៎ ទេរៀងហើយលែងចង់ដឹងហើយ ល្អដូច្នេះត្រូវចាំឲ្យច្បាស់ណាថ្ងៃក្រោយបើរឿងណាមិនគួរដឹងកុំចង់ដឹងហើយបើរឿងណាជចេះនៅតែចង់ដឹងទៀតអញនឹងសម្ពោធក្បាលឲ្យតតែងាប់ ចាលោកប្តីខ្ញុំលែងចង់ដឹងហើយបើការអាតកំបាំងនោះជារឿងដែលខ្ញុំមិនគួរដឹងខ្ញុំមិនដេញដោលសួរនាំអ្វីទាំងអស់សុំទោសណាលោកប្តី ហើយរឿងនិទាននេះក៏បានបញ្ចប់ត្រឹមតែប៉ុណ្ណេះសូមជូនពរអស់លោកអ្នកជួបប្រទះតែនឹងសេចក្តីសុខសេចក្តីចម្រើនរោគទទួលទានមានបានគ្រប់ក្រុមគ្រួសារមានដំណើរកំសាន្តទៅទីចិត្តទីឆ្ងាយសូមឲ្យជួបតែសេចក្តីសុខនិងសុវត្ថិភាពខ្ញុំបាទសូមអរគុណនិងសូមជម្រាបលា